លោកថាច់វ៉ាងមីនកើតនឹងធំដឹងក្តីនៅតំបន់ជនបទក្រីក្រនៅភូមិភូតាំស្រុកជថាញ់ដោយដឹងពីសារៈសំខាន់នៃការរៀនសូត្រហេតុដូច្នេះតាំងពីអាយុ12ឆ្នាំលោកបានបួសរៀននៅសាលាពុទ្ធិកបឋមសិក្សា6ឆ្នាំក្រោយមកលោកបានលាចាកសិក្ខាបទហើយបន្តការសិក្សានៅសាលាទ្រឹស្ដីវិជ្ជាជីវៈបន្ទាប់ពីបញ្ចប់ការសិក្សាលោកបានត្រឡប់មកស្រុកកំណើតវិញហើយបានតែងតាំងជាប្រធានគណៈឧបត្ថម្ភឃុំភូតាំបន្ទាប់មកលោកត្រូវបានប្រទេសកាងារហើយឆ្លងកាត់មុខតំណែងជាច្រើនដូចជាប្រធានក្រុមព័ត៌មានចល័តស្រុកឡុងភូប្រធានអនុមន្ត្រីឧបត្ថម្ភកីឡាស្រុកដង្ដែលេខាបកភិកឃុំបៀងអាំងប្រធានស្ថានីយ៍បន្តសម្លេងស្រុកដង្ដែនិងប្រធានការិយាល័យជនជាតិស្រុកដង្ដែក្នុងដំណើរការបម្រើបកនឹងរដ្ឋមិនថាកាន់មុខតំណែងអ្វីក៏ដោយក៏លោកតែងតែបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អដោយគុណសម្បត្តិនិងសមត្ថភាពការងារអ្វីត្បិតដល់អាយុចូលនិវត្តន៍ក៏ដោយប៉ុន្តែលោកមេននៅតែទទួលបានការទុកចិត្តពីប្រជាជននៅភូមិហើយទុំហើយបានបោះឆ្នោតជ្រើសកាន់តំណែងជាលេខាបកភូមិរហូតមកដល់ពេលនេះដូចជាបច្ចុប្បន្នហ្នឹងក៏ទៅមកកាន់ខាងតំណែងនៅភូមិមួយទ្រង់ហ្នឹងកាត់ចង្អុលការហ្នឹងមើលក្រុមគ្រួសារណានិយាយតាណាចាស់ទុំគ្រួសារណាដែលក្រក្រៃគ្មានប្រទេសគ្មានសម្បែងហ្នឹងកាត់ដើម្បីចង្អុលការហ្នឹងរៀបចំចាត់ចែងមានស្មារតីរៀបចំឲ្យបានសមស្របតំបន់ណាផ្លូវដីដែលនិយាយតាមីងមែនហ្នឹងគាត់ថាប្របាក់ចុះឡើងនោះឥឡូវនោះពងរៀបចំនៅរៀបចំហ្នឹងដើម្បីរៀបចំធ្វើខ្នល់ដានហ្នឹងដើម្បីសម្រាប់ឲ្យយាយតាមីងម៉ែហ្នឹងរស់ស៊ីស្នុកគេថាងាយស្រួលនឹងដឹកបញ្ជូនហើយនឹងធ្វើដំណើរក្នុងនាមជាលេខាបកភូមិលោកមេនតែងខ្វល់ខ្វាយនឹងរកគ្រប់មធ្យោបាយធ្វើយ៉ាងម៉េចជួយកែលម្អជីវភាពរស់នៅរបស់មេមីងក្នុងភូមិហេតុដូច្នេះរាល់ពេលមានកិច្ចប្រជុំសាខាបកគឺលោកនឹងសួរពីជីវភាពរស់នៅរបស់មេមីងតាមរយៈបណ្ដាបកជនក្នុងភូមិក្រៅពីនេះលោកមេននៅតែងចោះសួរសុខទុក្ខដល់គ្រួសារក្រីក្រជាច្រើនដើម្បីក្តាប់ច្បាស់ស្ថានភាពក៏ដូចជាក្តាប់បំណងប្រាថ្នារបស់មេមីងដើម្បីតាំងពីនោះមានវិធានការជំនួយនៅការដែលដឹកនាំចលនាបង្ហាញដាស់តឿនក៏រំលឹកឲ្យមានប្រជាកសិករយើងនឹងគឺជាភារកិច្ចជាតាកតបកិច្ចមួយដែលខ្ញុំដាក់ក្នុងខ្លួនយើងថាយើងមិនអាចពេលណានឹងបង្ខានចូលបានទេគឺថាឆ្លៀតឱកាសជួបមានយីតាមិនត្រឹមតែមានពេលខ្លះហូបទឹកហូបកាហ្វេជួបគ្នាក៏ដាស់តឿនគ្នាហើយមានពេលខ្លះយើងក៏តល់ឃើញកន្លែងណាដែលhơiលំបាកតិចហ្នឹងយើងទៅដល់បន្តផ្ទះគឺថានាំគ្នាទៅចេះដឹកនាំក៏ដាស់តឿនក៏រំលឹកហើយបងប្អូនដល់យើងឃើញពីប្រយើងខ្ញុំក៏មានបរិយាភាពនៅភូមិស្រុកហ្នឹងដែរដល់យើងដឹកនាំទៅបងប្អូនក៏ធ្វើតាមនៅក្នុងភូមិមានគ្រួសារបងសឹងគឹងគ្មានដីផលិតត្រូវធ្វើការស៊ីឈ្នួលជាភាពលំបាកខ្លាំងអាស្រ័យការយកចិត្តទុកដាក់របស់ភូមិភាគជាពិសេសគឺការយកចិត្តទុកដាក់និងការលើកទឹកចិត្តរបស់លេខាសាខាបកភូមិគ្រួសារបងបានជំនួយប្រទេសមួយខ្នងនិងគោមេមួយក្បាលពីកម្មវិធីគោដៅជាតិតាំងពីនោះជីវភាពរស់នៅរបស់គ្រួសារបងកាន់តែប្រសើរឡើងពូមែនthì cách cho lần cách chui nhắc nhở đi ca hồ si đó ấy những hay cách chui cụ chui tạ chui ấy nhắc nhở cách khục sai cái cách đặt nòm flow hồ si đang on nhóm xong ở con cách chởn cách chui đặt nòm nhóm hồ si bàn chân nhóm ở con gái đồng chí Thạch Văn Mến là một tấm gương tiêu biểu សមាមិត្តថៃវ៉ាងមេនគឺជាគំរូឆ្នាំអំពីស្មារតីទំនួលខុសត្រូវអស់ពីចិត្តជាមួយការងារតែងចិត្តស្និទ្ធជាមួយប្រជាជនក្នុងអំឡុងពេលបំពេញការងារសមាមិត្តបានបង្ហាញពីទូនាទីស្នូលក្នុងការកសាងផែនមហាសាមគ្គីទូទាំងជនជាតិរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីឲ្យមានមានក្នុងភូមិដោយទឹកចិត្តនិងការទទួលខុសត្រូវខ្ពស់សមាមិត្តបានចលនាប្រជាជនអនុវត្តល្អគោលការណ៍របស់បក
គោលនយោបាយច្បាប់របស់រដ្ឋជាពិសេសគឺក្នុងការកសាងទីក្រុងស៊ីវិល័យអភិវឌ្ឍផលិតថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិធានាសន្តិសុខសណ្ដាប់ធ្នាប់លើភូមិសាស្ត្រ dân tộc đảm bảo an ninh trật tự trên địa bàn ក្រៅពីការងារសង្គមលោកនៅតែងយកចិត្តទុកដាក់ដល់ការអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរតាមរយៈបណ្ដាស្នាដៃស្រាវជ្រាវដូចជាស្រាវជ្រាវលើការស្ដារឡើងវិញនៅពិធីមង្គលការរបស់ជនរួមជាតិខ្មែរស្រាវជ្រាវពិធីបុណ្យកំសាន្តស្រុកនិងអត្ថបទកំណាព្យជាច្រើនដែលបានលោកនិពន្ធជាមួយនឹងបទពិសោធន៍ស្រាវជ្រាវនឹងជាង30ឆ្នាំផ្សារភ្ជាប់ជាមួយនឹងអាជីពបច្ចុប្បន្ននេះលោកកំពុងកាន់តំណែងជាអនុប្រធានសមាគមអក្សរសិល្ប៍សិល្បៈជនជាតិភាគតិចខេត្តសត្រាំងដើម្បីលោកបន្តពុបហេតុថែរក្សាលក្ខណៈវប្បធម៌ប្រពៃណីជនជាតិដ៏ល្អស្អាតក៏ដូចជាបំផុសគំនិតឲ្យសិល្បករអ្នកនិពន្ធនិងយុវជនជំនាន់ក្រោយតាមទស្សនៈរបស់ខ្ញុំណាឃើញថាបណ្ដាលវប្បធម៌អរិយធម៌ប្រពៃណីដ៏ស្អាតរបស់ជនរួមជាតិខ្មែរយើងវាមានពីយូរអង្វែងមកហើយប៉ុន្តែឥឡូវនេះវារៀបទៀបនឹងសັບរលាបហេតុដូច្នេះឃើញអាលែងការបាត់បង់សັບរលាបដូច្នោះហើយទៅខ្ញុំមិនទុកឲ្យវាបាត់បង់ពីព្រោះថាយើងមិនបញ្ញវន្តខ្មែរយើងមិនស្រាវជ្រាវមិនសរសេរមិនកត់ត្រាឡើងឲ្យចំនួនក្រោយទេយើងមានកំហុសយ៉ាងធំនៅក្នុងពេលអនាគតជាកម្មាភិបាលដែលមានអាយុបក្ស35ឆ្នាំលោកថាច់វ៉ាងមេនមួយជីវិតបានលះបង់ដើម្បីពុបហេតុកសាងភូមិស្រុកនិងថែរក្សាវប្បធម៌ជនជាតិដោយមានបទពិសោធន៍ធ្វើការលើវិស័យជាច្រើនលោកបានជួយគ្រួសារជាច្រើននៅតំបន់ជនបទនៅភូមិហោទ្រុងដែលជាស្រុកកំណើតទី2របស់ខ្លួនឈានឡើងក្នុងជីវិតលោកតែងជាអ្នកនាំមុខកប៉ាល់យ៉ាងសកម្មក្នុងពុបហេតុកសាងនិងអភិវឌ្ឍរបស់ភូមិភាគស័ក្តិសមជាគំរូភ្លឺស្វាងសម្រាប់កម្មាភិបាលវ័យក្មេងបច្ចុប្បន្ន